នេះគឺជាសោកនាដកម្មរោងចក្រនុយក្លេអ៊ែរ Chernobyl ដែលបានផ្ទុះនៅសហភាពសូវៀតបានបង្កជាមហន្តរាយដ៏រន្ធត់បំផុតដល់មនុស្សជាតិជាតិពលវិទ្យុសកម្មដ៏សាហាវបានបំផ្លាញហ្សែនសត្វធាតុនៅក្នុងតំបន់នោះឲ្យប្រែរូបរាងទៅជាសត្វចម្លែកទាំងអស់ថ្ងៃទី26ខែមេសាឆ្នាំ1986នៅរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ស្ថិតក្នុងសហភាពសូវៀតដែលបច្ចុប្បន្នស្ថិតនៅប្រទេសអ៊ុយក្រែនមេកានិកបានធ្វើការសាកល្បងប្រព័ន្ធសុវត្ថិភាពខុសបច្ចេកទេសបណ្ដាលឲ្យម៉ាស៊ីនប្រតិកម្មដើរហួសកម្រិតហើយបានផ្ទុះឡើងមួយទំហឹងបន្ទាប់ពីផ្ទុះនៅរោងចក្រថាមពលនុយក្លេអ៊ែររឿងរ៉ាវដ៏គួរឲ្យខ្លាចបានកើតឡើងសារធាតុវិទ្យុសកម្មរាប់លានតោនដែលចេញពីរោងចក្របានភាយចូលទៅក្នុងខ្យល់អាកាសវាខ្លាំងជាងគ្រាប់បែកប៉ារ៉ាម៉ាណូដែលទម្លាក់នៅហីរ៉ូស៊ីម៉ាដល់ទៅ400ដងប្រជាជននៅទីនោះពួកគេមិនបានដឹងខ្លួនពួកគេបានដើរលេងជិះកង់និងដកដង្ហើមស្រូបយកធាតុពុលទាំងនោះចូលទៅក្នុងខ្លួនទាំងមិនដឹងខ្លួនការស្លាប់ដ៏វេទនារបស់ក្រុមបណ្ឌុតអគ្គិភ័យក្រុមអ្នកបណ្ឌុតអគ្គិភ័យដែលស្ទុះទៅបាញ់ទឹកគឺគ្មានឧបករណ៍ការពារវិទ្យុសកម្មតតែសោះបន្ទាប់មកជាតិពុលបានចូលទៅបំផ្លាញសែន DNA និងកោសិកាស្បែករបស់ពួកគេភ្លាមៗត្រឹមតែប្រមាណថ្ងៃប៉ុណ្ណោះស្បែករបស់ពួកគេចាប់ផ្ដើមឡើងខ្មៅរលួយនិងរបូតជាពិសេសបន្ទាប់មកសរីរាង្គខាងក្នុងដូចជាថ្លើមសួតនិងពោះវៀនក៏រលាយខ្ទេចខ្ទីតាមក្រោយធ្វើឲ្យពួកគេត្រូវស្លាប់យ៉ាងវេទនាបំផុតទាំងដែលពួកគេនៅដឹងខ្លួនការកកើតទីក្រុងខ្មោចរដ្ឋាភិបាលបានបញ្ជាឲ្យមនុស្ស30,000នាក់វិច្ចបំវិចចាក់ចេញជាបន្ទាន់ក្នុងរយៈពេលត្រឹមតែ3ម៉ោងដោយភូតផលទៅតែ3ថ្ងៃនឹងត្រឡប់មកវិញប៉ុន្តែការពិតទៅពួកគេមិនដែលត្រឡប់មកវិញអស់មួយជីវិតផ្ទះសម្បែងសាលារៀននិងមន្ទីរពេទ្យត្រូវបោះបង់ចោលភ្លាមៗបង្កើតបានជាទីក្រុងខ្មោចដែលគ្មានមនុស្សរស់នៅនិងពោរពេញទៅដោយជាតិពុលរហូតដល់សព្វថ្ងៃហានិភ័យបំផ្លាញធម្មជាតិនិងសត្វធាតុទាំងស្រុងរលកវិទ្យុសកម្មបានបោកបង់ទៅលើព្រៃនិងទីនោះបណ្ដាលឲ្យដើមឈើរាប់ម៉ឺនដើមបានងាប់និងប្តូរទៅជាពណ៌ក្រហមឈាមត្រឹមតែមួយយប់សត្វពាហនៈនិងសត្វព្រៃជាច្រើនបានកើតមកមានរូបរាងចម្លែកខុសធម្មតាដែលជាឥទ្ធិពលនៃការបំផ្លាញសែនដោយសារធាតុពុលរហូតមកដល់សប្តាហ៍ថ្ងៃនេះតំបន់ជុំវិញ Chernobyl នេះនឹងត្រូវបិទជិតមិនឲ្យមនុស្សរស់នៅឡើយចុះសម្រាប់បងប្អូនវិញគិតយ៉ាងម៉េចដែរចំពោះរឿងមួយនេះចាំជួយខមមិនប្រាប់ខ្ញុំផងសូមអរគុណ